លោកពូខ្ញុំจะរៀបការហើយរៀបការនឹងមនុស្សដែលខ្លួនមិនស្រឡាញ់នាងនឹងស្ដាយក្រោយសេហ្វាន់អ៊ីខ្ញុំឃើញលោកទៅស្រឡាញ់នឹងអ្នកផ្សេងលោកបាត់បង់សតិមែនទេមឹងសៅហ្វៃមិនអាចការពារនាងបានទេមនុស្សថោកទេលោកគ្រូលោកនិងអ៊ីបានបែកគ្នាហើយហេតុអីខ្ញុំមានអារម្មណ៍ថាគ្រប់គ្រងគ្រប់យ៉ាងមិនបានអញ្ចឹងតាំងពីចាប់ផ្ដើមលោកមិនគួររើសតាំងពីដំបូងមិនគួរធ្វើខ្ញុំពឹងទៅលើលោកនោះទេម្ដងហើយម្ដងទៀតជាច្រើនដងធ្វើឲ្យខ្ញុំលងស្លាញ់មនុស្សដែលសម្លាប់ម៉ាក់ខ្លួនឯងលោកដឹងថាធ្វើយ៉ាងម៉េចទើបកលាប់ធំផុតល្អទេដល់ពេលវេលាកំណត់យើងត្រូវកាត់វាចោល